សួស្តីអ្នកគ្រូហើយនឹងសួស្តីមិត្តភក្តិទាំងអស់គ្នាវីដេអូហ្នឹងខ្ញុំនឹងនិយាយទាក់ទងទៅនឹង pin command តែនៅក្នុងហ្នឹងគឺយើងមាន3 ចំណុចដំបូងយើងត្រូវធ្វើការ remote ទៅកាន់ SSH តាមរយៈ user របស់ខ្ញុំឈ្មោះ chat message អញ្ចឹងមកយើងវាយ SSH ហើយនឹងឈ្មោះ user របស់ខ្ញុំហើយនឹង IP address ដែលមាននៅក្នុង server YouTube ហ្នឹងហើយបន្តមកយើងវាយ password របស់យើងហ្នឹងគឺហើយចំណុចទី1នេះគឺយើងសូ username command ដល់ហ្នឹងគឺ who am I ហើយបន្តមកយើងចូលដល់ចំណុចទី2គឺ list and take 3 line ហើយដើម្បីធ្វើការនេះយើងវាយ command ls.lh ហ្នឹងមកសិនមកចឹងវានឹងឃើញ file list file ដែលខ្ញុំមានទាំងអស់ហ្នឹងហើយមួយទៀតគឺយើងវាយ ls.lh/nl ដើម្បីឲ្យវាហ្នឹងខនរាប់ចំនួន file ដែលខ្ញុំមានហ្នឹងអញ្ចឹងទាំងអស់ខ្ញុំមាន12 file ហើយបន្ទាប់មកខ្ញុំនឹងប្រើប្រាស់ការលេងមួយទៀតដែលការប្រើប្រាស់ head ដែលយើងរាប់ពីតូចមកធំឥឡូវនេះខ្ញុំវាយ head.3 អញ្ចឹងមានន័យថាវារាប់ពីតូចមកធំមកដល់លេខ3ហើយមួយវិញទៀតគឺយើងប្រើប្រាស់ tall ដែល tall ហ្នឹងគឺរាប់ពីធំទៅតូចវិញអញ្ចឹងខ្ញុំវាយចាំ tall 3 tall ដល់3អញ្ចឹងវារាប់ចាប់ពីធំទៅតូចវិញដែលយើងមាន12 11 10ហ្នឹងហើយបន្តមកខ្ញុំធ្វើការតេស្តវាទាំងពីរហ្នឹងទាំង tall ទាំង head អញ្ចឹងខ្ញុំដាក់ tall ដក3ហើយនឹង head ដក3វាយខុសអញ្ចឹងវា head ដក5ហើយនឹង tail ដក3អញ្ចឹងវារាប់ចាប់ពីកដាលវិញដែលមាន3ដល់5ហ្នឹងហើយបន្តមកខ្ញុំចូលដល់ចំណុចបន្តទៀតគឺ create file and write many line then take 3 line to show internal ដំបូងខ្ញុំធ្វើការ attach file មួយសិនattach file test1.txt ហើយមកខ្ញុំប្រើប្រាស់ web បើសិនជាយើងអត់មាន web ទេយើងគ្រាន់តែវាយ sudo apt install web មកប៉ុន្តែអានេះខ្ញុំ install ហើយចឹងខ្ញុំចូលទៅកាន់ file ហ្នឹងមកហើយយើង text ឲ្យបានច្រើនឲ្យបានប្រហែលជា10 line អីទៅខ្ញុំគេយកទៅតង់មានរឿងសែតហើយដើម្បីចាញ់យើងគ្រាន់តែចុច escape ចុច2ហើយនឹង WQ ចុច enter ទៅវាចេញវិញហើយបន្តមកយើងធ្វើការ cat ទៅមើល file ហ្នឹងតេស្ត1.txt head ដំបូងយើងត្រូវធ្វើការ list វាមើលសិននេះខ្ញុំច្រឡំប្រើ head ទៅហើយចឹងយើងវាយ list វាមើលសារថ្មីចូល cat មើលសារថ្មីដំបូងយើងធ្វើការ count line វាមើលសិនចឹង file របស់ខ្ញុំទាំងអស់ហ្នឹងគឺមាន11
ហើយបន្តមកយើងធ្វើការរាប់វាទៅការប្រើប្រាស់ head ដែលរាប់ពីតូចមកធំវិញអញ្ចឹងយើងបាន1 2 3ហើយបន្តមកទៀតយើងប្រើ command tell ម្ដងដល់យើងរាប់ពីធំទៅតូចអញ្ចឹងខ្ញុំដាក់ tell ដល់3ចឹងវារាប់ចាពី11ដល់ហើយបន្តមកខ្ញុំធ្វើការតែទាំង head ហើយនិងទាំង tall អញ្ចឹងខ្ញុំដាក់ head ដក9ហើយនិង tall ដក3អញ្ចឹងយើងបានឥឡូវខ្ញុំដាក់ដក9ហើយយើងបាន7ដល់9ហើយបើសិនជាដាក់ដក5ដក3យើងបាន3 4 5អញ្ចឹងវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណឹង